ទៀនសិលជាស្ពានរបស់សត្វទាំងឡាយរឿងពាននិច្ចលងទឹកសមុទ្រក្នុងសម័យមួយមានពាននិច្ចម្នាក់គាត់មុននឹងទៅរកស៊ីគាត់បានថ្វាយសង្ឃទានចំពោះភិក្ខុសង្ឃហើយគាត់បានសមាទានសិលថ្វាយបង្គំលាមេដាបៃតានឹងពេលដែលគាត់ចុះសំពៅទៅដើម្បីទៅរកស៊ីនៅប្រទេសផ្សេងហ្នឹងមានបរិសអ្នកជាសំពៅនឹងច្រើនទៅជាមួយគាត់នឹងសំពៅនឹងបទៅដល់ពាក់កណ្ដាលផ្លូវចំនួន7ថ្ងៃហើយឆ្ងាយពីត្រើយអញ្ចឹងត្រូវខ្យល់បោកនឹងបោកផ្ទប់សំពៅនឹងធ្វើឲ្យសំពៅនឹងបែកជ្រាបទឹកចូលទឹកពេញសំពៅនឹងមនុស្សម្នាក់នឹងមនីរកកោះរកត្រើយអ្នកខ្លះភ័យយំស្រែកអ្នកខ្លះបន់ស្រន់សុំឲ្យអ្នកនេះជួយអ្នកនោះជួយវត្ថុស័ក្តិសិទ្ធិចេះជួយវត្ថុស័ក្តិសិទ្ធិចេះជួយប៉ុន្តែបរោះពាណិជ្ជម្នាក់ហ្នឹងគាត់មានសភាពដឹងថាទីពឹងលើកនេះគ្មានអីជាងទីពឹងសិលនិងទានរបស់គាត់ហ្នឹងទេគាត់ឃើញថាគ្មានអ្វីជាទីពឹងទេព្រោះនៅកណ្ដាលសមុទ្រហើយអត់មានកោះមានត្រើយទេអញ្ចឹងគាត់អត់ភ័យដូចជាបរោះដតីទេគាត់ពេនភ្នែនហើយគាត់អង្គុយនឹករលឹកដល់សិលរបស់គាត់ហើយនឹងសរណគមដែលគាត់បានសមាទានហើយនឹងហើយទានដែលគាត់បានធ្វើហើយអញ្ចឹងបរោះនឹងក៏នឹកឃើញយ៉ាងហ្នឹងមនុស្សទាំងឡាយហ្នឹងគេសួរថាចុះមិនបានជាបរោះឯងនឹងអត់ភ័យនឹងគេអញ្ចឹងគេកំពុងតែរកវិធីរកអីដើម្បីអ្នកខ្លះនឹងក៏បន់ស្រន់បន់អីចឹងទៅមិនបានបរោះឯងអត់ខ្លាចបរោះប្រាប់ថាអ្នកណាក៏ខ្លាចស្លាប់ដែរប៉ុន្តែសភាពជាទីពឹងនៅក្នុងពេលនេះគឺគ្មានអីជាងទីពឹងដល់អំពើល្អរបស់យើងទេអញ្ចឹងយើងបានធ្វើអំពើល្អមានការសមាទានសិលមានការដល់នៅសរណគមហ្នឹងជាទីពឹងទីរលឹកអញ្ចឹងអត់មានអីជាទីពឹងរបស់យើងទៀតទេអញ្ចឹងយើងមានអីទៅដើម្បីស្រែកទង្ហោយំអីទៀតបរោះទាំងឡាយសួរបរោះនឹងយ៉ាងហ្នឹងហើយបរោះទាំងឡាយនោះក៏គិតថាអញមិននឹងបន់ស្រន់អីណាទៀតទេគ្មានអីជាទីពឹងទៀតទេអញ្ចឹងសូមឲ្យបរោះឯងនឹងជួយចែកបន់របស់អ្នកឯងនឹងឲ្យពួកយើងគ្រប់គ្នាផងដើម្បីបានជាទីពឹងទីរលឹកទៅនៅក្នុងបរិលោកយើងមិនបានធ្វើបន់ធ្វើសេចក្តីល្អអីទេអញ្ចឹងបរោះនឹងក៏ប្រាប់ឲ្យបរោះទាំងឡាយនឹងថាអ្នកទាំងឡាយសូមតាំងចិត្តទទួលយកបន់របស់យើងហើយតាំងចិត្តសមាទានសិលហើយដល់នៅសរណគមមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃនឹងជាទីពឹងទីរលឹកចឹងបរោះទាំងឡាយឡើងផិតភ័យហើយនាំគ្នាតាំងចិត្តចឹងព្រោះថាពេលនោះវាមិនដឹងពឹងអីទៀតបើនៅក្នុងកណ្ដាលសមុទ្រនឹងស្រែកប្រាប់ណាគេក៏អត់មានណាគេឮដែរអញ្ចឹងបរោះដែលចែកបនដល់គេនឹងប្រាប់ថាអ្នកទាំងឡាយនឹងកុំប្រមាទណាពេលនឹងគ្មានអីជាទីពឹងរបស់អ្នកទាំងឡាយទៀតទេមានតែទាននិងសិលសរណគមទេអញ្ចឹងខំប្រឹងរលឹកដល់សរណគមប្រឹងសមាទាននឹករលឹកដល់សិលរបស់ខ្លួនឯងហ្នឹងអញ្ចឹងពួកបរោះទាំងឡាយនឹករលឹកអញ្ចឹងហើយសំពៅក៏លេចទៅស្លាប់ទាំងអស់ទៅប៉ុន្តែទៅកើតនៅស្ថានទេវលោកទាំងអស់ពួកបរោះហ្នឹងទៅកើតក្នុងស្ថានទេវលោកទាំងអស់បន្ទាប់មកបរោះទាំងឡាយដែលទៅកើតនៅទេវលោកហ្នឹងគិតថាយើងមកកាន់ស្ថានសួគ៌ដោយសារអ្នកណាអូដោយសារតែបរោះពាណិជ្ជម្នាក់នេះដែលបានជួយណែនាំយើងឲ្យបានដល់នៅសរណគមសមាទានសិលនឹករលឹកដល់ទានចែកបុណ្យដល់យើងនឹងឯងអញ្ចឹងក៏នាំគ្នាត្រេកអរពោលសរសើរគុណរបស់ទេវបុត្រនឹងដែរទៅក្នុងសាច់រឿងហ្នឹងលោកប្រាប់ថាទានសិលភាវនាដែលយើងបានអប់រំអំពើល្អដែលយើងបានធ្វើហ្នឹងគឺជាទីពឹងជាស្ពានរបស់សត្វទាំងឡាយជាទីពឹងជាទីពំនាក់របស់យើងមិនអាចពឹងមិនអាចបន់ស្រន់អីអ្នកណាបានទេមិនអាចសុំឲ្យអ្នកណាជួយយើងបានទេទីពឹងទៅក្នុងបរិលោកមានតែទាននិងសិលរបស់យើងនឹងឯងអំពើល្អអំពើអាក្រក់នឹងឯងជាប់ទៅតាមខ្លួនយើងមានតែអំពើល្អនិងសេចក្តីល្អប៉ុណ្ណោះដែលឲ្យផលជាសុខអំពើអាក្រក់ឲ្យផលជាទុក្ខវាជាប់ទៅទាំងពីរធម៌ហ្នឹងបើយើងធ្វើល្អច្រើនក៏បានផលល្អទៅបើយើងធ្វើអាក្រក់ច្រើនហ្នឹងក៏បានផលអាក្រក់ចឹងទៅគ្មានអីទីពឹងពិតប្រកបជាងកុសលធម៌របស់យើងនេះទេអញ្ចឹងអំពើល្អទានសិលភាវនាដែលយើងធ្វើបន្តិចបន្តួចហ្នឹងនឹករលឹកឲ្យខំប្រឹងធ្វើបន្តទៅទៀត
រឿងនេះគឺជាសាធកៈមួយថាប្រសិនបើយើងកំពុងដល់ដំណាក់កាលដូចជាបរោះទាំងឡាយដែលកំពុងលេចសម្ពៅអញ្ចឹងណាត្រូវជំងឺត្រូវព្យាធិចូលមកបៀតបៀនរឿយអញ្ចឹងតើយើងក៏បីពឹងអ្វីมันមានអីពឹងបានទេទ្រព្យសម្បត្តិមាសប្រាក់កូនប្រពន្ធសាច់ញាតិនឹងពឹងអត់បានទេអញ្ចឹងមានតែទានសិលភាវនាដែលយើងបានធ្វើប៉ុណ្ណោះអំពើល្អដែលយើងបានធ្វើប៉ុណ្ណោះទៅជាទីពឹងទៅនៅក្នុងបរលោករបស់យើងពិតប្រាកដដូចជាបរោះទាំងឡាយអញ្ចឹងបើមិនបានបុណ្យកុសលមិនបានសមាទានមុននឹងស្លាប់នឹងទេពួកបរោះទាំងឡាយនឹងទៅកាន់ទុក្ខតិអស់ហើយទៅកាន់ស្ថានមិនល្អអស់ហើយប៉ុន្តែដោយសារបរោះទាំងឡាយនឹងបានយកកុសលធម៌ដែលបរោះម្នាក់ទៀតបានឲ្យបានជូននឹងមកជាទីពឹងទីរលឹកធ្វើឲ្យបរោះនឹងទៅកើតទេវលោកបានសោយសុខសម្បត្តិនៅក្នុងទេវលោកនេះឯងគឺជារឿងដែលយើងត្រូវសិក្សាត្រូវបំពេញកុសលធម៌ប៉ុណ្ណោះទៅជាទីពឹងទៅជាទីរលឹករបស់យើងពិតប្រាកដពោសូមអនុមោទនា